ចឹងជំរាបសួរលោកគ្រូស្នេហ៍ទាំងអស់គ្នាថ្ងៃនេះខ្ញុំបានធ្វើការ install ទៅលើ server Nginx នៅក្នុង AWS នៅក្នុង Ubuntu server ហ្នឹងតែខ្ញុំប្រើទៅលើ Cloud AWS អញ្ចឹងដំបូងខ្ញុំបាន connect រួចអស់ហើយអញ្ចឹងដំបូងយើងអាច install ទៅលើ Nginx នឹងយកមកដោយប្រើ command sudo apt install hi nginx អញ្ចឹងសម្រាប់ខ្ញុំធ្លាប់ install ហើយអញ្ចឹងរបស់ខ្ញុំពេលដែលខ្ញុំ install ទៅវាចេញបន្តិចទេហើយបន្តមកទៀតមកយើងធ្វើការ enable វាដើម្បីអញ្ចឹងយើង install យើងធ្វើការ enable ដើម្បីវាធនាគារអញ្ចឹងយើងត្រូវ say command system ctl ហើយenable nginx ចឹងមានន័យថាយើងបាន enable ហើយប៉ុន្តែបើសិនជាយើងចង់ដឹងថាយើង enable ហ្នឹងបានជោគជ័យឬក៏អត់ចឹងយើងអាចចូលទៅឆែក status វា ATUS ចឹងវាដាក់ថា actual running ចឹងមានន័យថា Nginx យើងហ្នឹងយើង install បានជោគជ័យហើយយើង enable វាឲ្យវាធនាគារហ្នឹងបានជោគជ័យទៀតតទៅទៀតមកយើងចឹងយើងចូល file installation ដើម្បីយើងមកមើល folder ផ្ទាល់ដើម្បីឲ្យយើងផ្ដល់សិទ្ធិទៅបានជោគជ័យអញ្ចឹងខ្ញុំអាចចូលមកក្នុង site manager ហើយបន្តមកទៀតមកយើងអាចចូលមកក្នុង AWS យើងហ្នឹងហើយយើងអាច copy ទៅលើ public IP address យើងផាសវានៅនេះមកហើយយើងចុច connect អញ្ចឹងអានេះមានន័យថាយើងconnect បានជោគជ័យអញ្ចឹងយើងអត់ចង់ចូលក្នុងទេយើងបិទទៅយើងចុចទៅលើ root ធំនេះមកអញ្ចឹងគោលដៅយើងចង់ចូលទៅក្នុង root ហើយចូលទៅក្នុង folder var folder var ហើយយើងចង់ចូលទៅក្នុង www ហើយនឹង html អញ្ចឹងដោយសារតែខ្ញុំចង់ host ទៅលើ file html ហ្នឹងហើយដើម្បី copy file ចូលឬក៏អីហ្នឹងយើងត្រូវការទៅបើក permission ឬក៏ផ្ដល់សិទ្ធិអញ្ចឹងយើងចូលមកក្នុងនេះវិញយើងធ្វើការផ្ដល់សិទ្ធិតាមរយៈ command ដែលយើងប្រើដូចជា sudo chmod ហើយ777ទៅដល់ក្នុង folder var www ហើយនឹង html អញ្ចឹងមានន័យថាលេខ7ហ្នឹងតំណាងឲ្យយើងផ្ដល់ permission ឲ្យទាំង read ទាំង write ទាំង execute ហើយ7 3ដងមានន័យថាអនុញ្ញាតឲ្យទាំងowner group ឬក៏អ្នកដទៃផ្សេងអញ្ចឹងមានន័យថា7 3ដងណាគេក៏អាចមានសិទ្ធិដែរហើយយើងផ្ដល់ចូលទៅក្នុង folder var w ហើយនិង html អញ្ចឹងនេះហើយយើងអាចចូលទៅក្នុង folder ហ្នឹងមកទៅយើង cd ចូលទៅក្នុង folder ហ្នឹងអញ្ចឹងយើងចូលមកហើយយើងអាច list មើលបានថាក្នុងហ្នឹងមាន file អីគេខ្លះអញ្ចឹងក្នុងនេះវាមានតែ2 file ទេយើងអាចមើលក្នុង file Sila យើងឃើញដូចគ្នាហើយយើងក៏បានបើក permission អញ្ចឹងមានន័យថាយើងអាចទាញ file ចូលមកក្នុងនឹងបានដូចគ្នាអញ្ចឹងខ្ញុំអាចចូលមកក្នុងfile explorer របស់ខ្ញុំដោយសារបាន download portfolio នេះមួយអញ្ចឹងខ្ញុំទីមកចូលទៅក្នុង folder Linux នេះទៅយើងចូលមើលក្នុង file Sila យើង refresh មួយមកទៅអញ្ចឹងខ្ញុំនឹងទាញ portfolio នេះចូលទៅក្នុងនេះអញ្ចឹងវាកំពុងដដើរអញ្ចឹងវា load notification មកថាបានជោគជ័យអញ្ចឹងយើងចង់ដឹងថាវាជោគជ័យឬក៏អត់យើងអាចចូលក្នុងហ្នឹងហើយយើង ls.lx list មើលថា file ហ្នឹងវាមាន file គេខ្លះអញ្ចឹងខ្ញុំមានន័យថាខ្ញុំបានជោគជ័យហើយអញ្ចឹងបើសិនជាយើងចង់ដឹងថាយើង hosting បានជោគជ័យឬអត់យើងអាចចូលមកក្នុង browser ហើយយើងអាច pass ទៅលើpublic IP address ហ្នឹងប៉ុន្តែ
តែយើងអាចចូលមកកែបានដោយសារតែអញ្ចឹងយើងត្រូវ make sure ថានៅពេលដែលយើង run http ហើយយើងផានេះចូលអញ្ចឹងត្រូវ make sure ថាយើង run ទៅលើ http ធម្មតាមិនមែន https ទេអញ្ចឹងហើយបើយើងចង់ចូលទៅក្នុង portfolio របស់ខ្ញុំយើងអាចចូលទៅ portfolio .html អញ្ចឹងនេះគឺជា portfolio ដែលខ្ញុំបាន hosting មួយហ្នឹងដែលខ្ញុំបានដាក់ចូលទៅក្នុង folder var www ហើយនិង html អញ្ចឹងអានេះគឺជារបៀបដែលយើង host ទៅលើ file static បានអញ្ចឹងនេះគឺជា portfolio ឥឡូវរបស់ខ្ញុំអញ្ចឹងទៅលំមិនហេងហើយរៀននៅ Stack Institute អញ្ចឹងពេលខ្លះយើងអាចនឹងបើកមកអត់ចេញដូចខ្ញុំទេអញ្ចឹងយើងអាចចូលមកក្នុងនេះយើងចូលមកយើងអាចចេញមកក្រៅមកបន្តិចមកហើយយើងឆែកទៅលើsecurity បន្តមកទៀតយើងអាចចូលមក security group នេះអញ្ចឹងយើងអាច select ទៅលើនេះហើយយើងចុច edit inbound អញ្ចឹងសម្រាប់នេះសម្រាប់អ្នកបង្កើតមកដំបូងវាទៅលើ SA អញ្ចឹងបើ SA អញ្ចឹងមានន័យថាយើងបើកដូចរបស់ខ្ញុំអញអត់ការទេអញ្ចឹងតើតើយើងដូរមក THCP អញ្ចឹងបានយើងអាចបើកវានៅក្នុង browser បានអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេជំរាបលាលោកគ្រូ